ជំរាបសួរជាសួស្តីអ្នកទាំងអស់គ្នានេះជាវីដេអូនៅក្នុងការធ្វើ comment ឡើងនៅក្នុង Line និង Part 2សម្រាប់ Channel 2ហ្នឹងយើងនិយាយទៅលើយើងនិយាយទៅលើការ hidden file អញ្ចឹង hidden file ហ្នឹងគឺជាការបង្កើតfile ហើយនឹង directory ហ្នឹងយើងនៅអត់ឲ្យគេឃើញមានថាយើង hidden បើមិនថាយើងប្រើ Alex ធម្មតាយើងអាចឃើញdirectory ឬក៏ file ហ្នឹងឯងឧទាហរណ៍ឥឡូវខ្ញុំបង្កើតជាមួយ file មួយដែលមានឈ្មោះថាhidden file ហ្នឹងខ្ញុំប្រើ command line touch តាមមកយើងដាក់ចុចពីមុខណាដើម្បីសម្គាល់ថា file ហ្នឹងគឺយើងចង់ហៅអូខេខ្ញុំដាក់ hidden file.txt អូខេអានេះគឺជាការបង្កើត file hidden file អូខេយើងថតមកតាមមកយើងសាកប្រើអត់ធម្មតាអូខេអត់ធម្មតាយើងប្រកាសជាអត់ឃើញ file ដែលយើងបានបង្កើតហ្នឹងឯងនេះគឺជា file ដែលយើងបានបង្កើតមិនតែយើងបង្កើតវាជា hidden file អញ្ចឹងយើងដាក់ចុចពីមុខហ្នឹងដើម្បីសម្គាល់ថាវាជាយើងចង់លាក់ file មួយហ្នឹងអញ្ចឹងឧទាហរណ៍យើងបង្កើតជាមួយនឹងdirectory មួយទៀតដែលឈ្មោះថា hidden directory យើងប្រើវិធីមកតាមមកចុចពីមុខដើម្បីធ្វើការ hidden មកអូខេ hidden directory នេះយើងបង្កើត hidden directory តាមមកយើង install យើងអត់ដូចគ្នាមកគឺអត់ឃើញទេអូខេវាអត់ឃើញដូចគ្នាអញ្ចឹងឧទាហរណ៍ខ្ញុំបង្កើតធម្មតាហើយខ្ញុំបង្កើត file ធម្មតាអត់ចូលដល់ file ហ្នឹងមកអូខេពេលខ្ញុំបាត់ឯមកនេះគឺ file ហ្នឹងគឺឃើញធម្មតាប៉ុន្តែបើសិនយើងដាក់ចុចពីមុខមានន័យថាយើង hit អា file ហ្នឹងអញ្ចឹងដើម្បីចង់ check រកវាយើងប្រើ ls.a អញ្ចឹងនេះ ls.a មកវានឹងឃើញ file ណាដែលបានលាក់ឧទាហរណ៍នេះគឺយើងមើលអត់ឃើញទេអានេះក៏យើងមើលអត់ឃើញដែរគឺជាពិសេសយើងប្រើ command line ls.a ហ្នឹងដើម្បីធ្វើការមើល file ណាដែលយើងអត់អាចមើលឃើញឬក៏ជា file លាក់ហ្នឹងទៅអូខេបាទនេះក៏ជា file ធម្មតាក៏វាចេញមកផងដែរមានន័យថា file ឬក៏ directory ទាំងអស់ធ្វើបានបង្ហាញ show វាក្នុងហ្នឹងអូខេបន្ទាប់មកយើងចូលទៅដល់ចុច2 command line ចុច1និងចុច2ហ្នឹងអញ្ចឹងcommand line ចុច1និងចុច2ហ្នឹងមានថាម៉េចcommand line ចុច1ហ្នឹងមានន័យថាយើងស្ថិតនៅក្នុងdirectory current directory អញ្ចឹងមានន័យថាយើងកំពុងឈរនៅក្នុង directory ដែលយើងកំពុងនៅហ្នឹងហើយសម្រាប់parent directory គឺប្រើ command ចុច2ហ្នឹងគឺជា command ប្រើសម្រាប់ថយ directory មកលើបានអញ្ចឹងឧទាហរណ៍យើងនៅបន្តហើយខ្ញុំតែមើលឥឡូវភាពយន្តនេះដើម្បីធ្វើការមើលអូខេឥឡូវខ្ញុំនៅក្នុង home ហើយនឹងឈ្មោះរបស់ខ្ញុំ directory របស់ខ្ញុំឥឡូវឧទាហរណ៍ខ្ញុំបង្កើតdirectory មួយទៀតដែលឈ្មោះថា ABC អូខេតោះមកខ្ញុំ ls អូខេអានេះខ្ញុំនៅ ABC ជាមួយខ្ញុំនឹងថយពីនេះមកអូខេខ្ញុំក៏ study ABC អូខេឥឡូវខ្ញុំចង់ថយពី directory ABC នេះមកកាន់ឈ្មោះរបស់ខ្ញុំវិញឥឡូវយើងប្រើជាមួយនឹងអឺខ្ញុំចង់ថយមក directory អញ្ចឹងខ្ញុំចុចដាក់ចុច2 start ចុច2ចឹងមកls 2 អូខេអូខេម្ដងទៀតឥឡូវខ្ញុំចូលទៅកាន់ directory ABC ហ្នឹងអូខេឥឡូវខ្ញុំកំពុងនៅ current directory ហ្នឹង
ចឹងខ្ញុំនៅក្នុងdirectory ABC ហ្នឹងអញ្ចឹងខ្ញុំចង់ថយទៅកាន់ directory របស់ខ្ញុំវិញគឺឈ្មោះរបស់ខ្ញុំហ្នឹងយើងប្រើcommand ចុច2ហ្នឹងដើម្បីធ្វើការថយយើងប្រើ cd ចុចចុចអូខេឥឡូវខ្ញុំថយបានមកដល់ directory របស់ខ្ញុំហើយឥឡូវខ្ញុំ check ទៅភាពយន្តរបស់ខ្ញុំឃើញទៅខaddress file របស់ខ្ញុំឥឡូវខ្ញុំចង់ថយទៅកាន់ home ម្ដងទៀតអញ្ចឹងខ្ញុំដាក់ cd ចុចមកឥឡូវខ្ញុំថយទៅកាន់ home ឥឡូវខ្ញុំចង់ចូលទៅមុខវិញអញ្ចឹងដាក់cd មកចុច start ឈ្មោះខ្ញុំមកអូខេឥឡូវខ្ញុំចូលមកកាន់ directory របស់ខ្ញុំវិញអញ្ចឹងនៅក្នុងការប្រើប្រាស់ក្នុងការថយឬក៏ទៅចូលទៅក្នុង directory ណាមួយយើងប្រើប្រាស់ command ហ្នឹងដល់ខ្ញុំឧទាហរណ៍ខ្ញុំបង្កើត directory នេះខ្ញុំបង្កើត directory 3ជាប់គ្នាអានេះគេហៅក្នុងការបង្កើតmultiple directory អញ្ចឹងការបង្កើត multiple directory យើងដាក់OK media ហ្នឹងតមកយើងដាក់ my directory តមកយើងប្រើសញ្ញាគ្នាបឥឡូវខ្ញុំបង្កើត3 directory ហើយខ្ញុំបិទគ្នាបហ្នឹងវិញតមកខ្ញុំ insert តមកយើង check មកនេះយើងបង្កើតហើយអានេះ directory បានបង្កើតហើយ directory 1 directory 2និង directory 3អញ្ចឹងនេះក្នុងការបង្កើតdirectory multiple directory ហ្នឹងអញ្ចឹងសម្រាប់editor ហ្នឹងខ្ញុំបានធ្វើនៅក្នុងវីដេអូមុនហើយអាចចូលទៅមើលក្នុង channel ក្នុងវីដេអូទៅរបស់ខ្ញុំបានអូខេឥឡូវយើងចូលមកដល់command line បន្ទាប់គឺ command line rm អញ្ចឹង command line rm គឺជា command line ដែលយើងប្រើសម្រាប់ remove file អញ្ចឹងក្នុងការ remove file យើងមានជាច្រើន command line នៅក្នុងការប្រើប្រាស់ឧទាហរណ៍ rm file ហ្នឹងគឺជាការ delete file ចេញពីម៉ាស៊ីនរបស់យើងអញ្ចឹងនៅក្នុងការ delete file យើងប្រើប្រាស់ command line rm ឧទាហរណ៍ឥឡូវខ្ញុំតែមក rm ខ្ញុំចង់ delete ទៅ file2.txt ហ្នឹងទៅដល់ file.txt sorry សេខfile2.txt អញ្ចឹងវាឲ្យនៅក្នុងការវាសួរយើងតែយើងចង់ delete អញ្ចឹងដើម្បី delete បានយើងចុច yes បើយើងអត់ចង់ delete ទេយើងចុច no អត់ដល់សល់ហ្នឹងហើយខ្ញុំចុច stop ហើយក្នុងការ delete អញ្ចឹងខ្ញុំ check មើលម្ដងទៀតអូខេអញ្ចឹង file នេះបាន delete បានហើយអញ្ចឹងអានេះវាស្តៀងទៅគ្នាទេក្នុងការ delete ហ្នឹងវាសួរយើងដូចគ្នាចុច y មកគឺ delete ដូចគ្នាសម្រាប់ unlink ហ្នឹងគឺជាការ delete directory អញ្ចឹងdelete file អញ្ចឹងcommand line unlink ហ្នឹងប្រើក្នុងការលុបតែ file only អញ្ចឹង directory អត់អាចលុបបានទេឧទាហរណ៍ខ្ញុំចង់ប្រើ command line ក្នុងការលុប directory idea អូខេអញ្ចឹង command line ហ្នឹងគឺប្រើក្នុងការលុប directory គឺយើងប្រើការទេអញ្ចឹងunlink ហ្នឹងប្រើសម្រាប់ delete the file ឯងឧទាហរណ៍ខ្ញុំប្រើឲ្យទៀត s1.txt អូខេអញ្ចឹងខ្ញុំប្រើ unlink ហ្នឹងដើម្បីធ្វើការលុប file ហ្នឹងអូខេអញ្ចឹង check មកគឺអត់មានទេអញ្ចឹងcommand ហ្នឹងប្រើសម្រាប់លុបតែ file only ហើយ command line បន្តទៀតនេះគឺ rm.r អញ្ចឹងrm.r ហ្នឹង command line ហ្នឹងយើងប្រើសម្រាប់ធ្វើអ្វីអញ្ចឹង command .r ហ្នឹងយើងប្រើសម្រាប់លុប directory អញ្ចឹងលុប directory ណាដែលមាន file នៅខាងក្នុងអញ្ចឹងឧទាហរណ៍ខ្ញុំចង់លុប file មួយdirectory មួយដែលមាន file នៅក្នុងឧទាហរណ៍ media 1ខ្ញុំនេះគឺច្រឡំស្អី slash media 1អូខេអញ្ចឹងខ្ញុំដកដៃមកអញ្ចឹងនៅក្នុង media 1ហ្នឹងមាន file មួយដែលឈ្មោះថា test1 អញ្ចឹងខ្ញុំចង់លុបdirectory មួយហ្នឹងខ្ញុំប្រើប្រាស់.r ធំក៏បាន.r តូចក៏បានគឺដូចតែគ្នាទេអញ្ចឹង.clear តមកដាក់ឈ្មោះdirectory មួយហ្នឹងស្អីខ្ញុំចេញពី directory សិនអូខេ
ចឹងខ្ញុំ start នៅក្នុងនេះហើយចឹងខ្ញុំចង់លុប directory media1 នេះមួយចឹងខ្ញុំប្រើ command line om.o តមកដាក់ឈ្មោះ media1 អូខេយើងចុច place ដើម្បីចុច survive ដើម្បីបញ្ជាក់ថាយើងចង់ delete អូខេចុចបានទៀត អូខេអូខេអញ្ចឹង delete ហើយយើង delete media 1 នេះបានហើយអញ្ចឹងវាសល់តែ media 2 media 3អូខេអញ្ចឹងអាហ្នឹងcommand line om.o ហ្នឹងយើងប្រើសម្រាប់លុប directory ណាដែលមាន file នៅខាងក្នុងអញ្ចឹងវានឹងបញ្ជាក់មកតង់រហូតដល់អស់មកបានមាន delete ហើយបន្ទាប់មកគឺOMD ហ្នឹងគឺជាការ delete file ណាដែលអត់មានfile នៅខាងក្នុងdelete directory ណាដែលអត់មាន file នៅខាងក្នុងឧទាហរណ៍media 2 និង media 3 នេះក៏អត់មាន file នៅខាងក្នុងទេចាំតែយើងចូលទៅ media 3 media 2អូខេអត់ដែរគឺអត់មានទេគឺ entire ហ្មងគឺអត់មាន file នៅខាងក្នុងទេយើងចង់ delete directory ដែលមាន file នៅក្នុងយើងប្រើប្រាស់ OMD អញ្ចឹង OMD ដើម្បីយើងដាក់ឈ្មោះ directory ហ្នឹងយើងចង់ delete ហ្នឹងdirectory យើងចង់ delete ហ្នឹងយើងចង់ប្រើ OMD ក៏បានយើងចង់ប្រើ om dot ហើយdot d អញ្ចឹងក៏បានដែរអានោះដូចតែគ្នាទេអញ្ចឹងយើងដាក់ឈ្មោះ file មួយdirectory របស់យើងមកហើយវានឹងបញ្ជាក់ឲ្យវាចែកផ្នែកអូខេអញ្ចឹងអត់ S មកអូខេអញ្ចឹង delete ចឹង delete សុខសាន្តហើយអញ្ចឹងអានឹងមានតែប៉ុណ្្នឹងឯងនៅក្នុងការ delete ក្នុងការប្រើប្រាស់ command line ក្នុងការ remove file ឬក៏ delete directory ហើយក្នុងនេះគឺជាការ delete directory multiple directory ឬក៏ multiple file យើងប្រើប្រាស់ command line បន្ទាប់មកយើងដាក់ directory មកឧទាហរណ៍ឡើងបង្កើតតាម file មួយទៀតmedia មួយតមួយអូខេអត់ហើយអញ្ចឹងខ្ញុំចង់ delete directory multiple directory អញ្ចឹងខ្ញុំចង់ delete ម្ដង delete 4 directory ហ្នឹងមកអញ្ចឹងខ្ញុំប្រើប្រាស់តមកយើងដាក់ឈ្មោះ media យើង set ឡើងមក1ទៅដល់4ឥឡូវខ្ញុំត្រូវ3ឲ្យបានដើម្បីតែមកអូខេបន្ទាប់មកចុច confirm ដល់មកយើង confirm ខ្ញុំទៅ save ឈ្មោះខុសអូខេយើងចុច paste ចុច just ទៀតហើយវា confirm ឲ្យអស់សិនបានវាធ្វើការ delete ដើម្បីចុច ls អូខេអញ្ចឹងយើង delete អស់ហើយវាសល់តែ my directory 4នេះទេអញ្ចឹងនេះនៅក្នុងការប្រើប្រាស់ command line អត់មានតែប៉ុណ្ណឹងគឺប្រើប្រាស់សម្រាប់ remove file ចេញពី machine អូខេ